យើងដឹងហើយថាច្បាប់ទី1 thermodynamics យើងសិក្សាពីបម្រែបម្រួលកម្ដៅបម្រែបម្រួលកំណត់និងបម្រែបម្រួលថាមពលក្នុងតើចំណុចសំខាន់នៅក្នុងរូបមន្តហ្នឹងត្រង់កន្លែងណាសួស្តីបងប្អូនទាំងអស់គ្នាណាជួបអ្នកគ្រូសាជាថ្មីទៀតហើយណានៅមេរៀនទី2ថ្ងៃនេះអ្នកគ្រូលើកយកមេរៀនទី2តាក់ទងជាមួយនឹងច្បាប់ទី1 thermodynamics យើងដឹងហើយថាច្បាប់ទី1 thermodynamics យើងសិក្សាពីបម្រែបម្រួលកម្ដៅបម្រែបម្រួលកំណត់និងបម្រែបម្រួលថាមពលក្នុងតើចំណុចសំខាន់នៅក្នុងរូបមន្តហ្នឹងត្រង់កន្លែងណាគឺត្រង់កន្លែងសញ្ញាបានន័យថាកម្ដៅក៏វាមានសញ្ញាវា2បូកហើយនឹងដកកំណត់ក៏មានសញ្ញា2បូកដក W delta U ក៏មានសញ្ញា2ដែរគឺបូកដកអញ្ចឹងសួរថាយើងយកបូកនៅពេលណាយើងយកដកនៅពេលណាកន្លែងនេះគឺជាចំណុចមួយដែលកូនភាគច្រើនមានការភ័ន្តច្រឡំអញ្ចឹងដើម្បីកុំឲ្យមានការភ័ន្តច្រឡំអ្នកគ្រូសូមឲ្យកូនទាំងអស់គ្នាចាំនៅ6ត្រេនេះណាត្រូវតែចាំអា6ត្រេនេះដាច់ខាតដើម្បីកុំឲ្យមានការខុសឥឡូវយើងមើលទាំងអស់គ្នាតើច្បាប់នេះគេចែងថាម៉េចច្បាប់ទី1 thermo នេះគេនិយាយអំពីបម្រែបម្រួលកម្ដៅគុយបម្រែបម្រួលកំណត់ W បម្រែបម្រួលថាមពលក្នុង delta U អញ្ចឹងច្បាប់នេះចែងថាកម្ដៅសរុបរបស់ប្រព័ន្ធនេះបានមកដោយសារផលបូករវាងកំណត់និងបម្រែបម្រួលថាមពលក្នុងអញ្ចឹងករណីនេះយើងសិក្សាទៅលើអញ្ញត្តិគុយមុនគេសួរថាយើងយកកម្ដៅគុយវិជ្ជមាននៅពេលណាគេថានៅពេលដែលប្រព័ន្ធហ្នឹងឬឧស្ម័នហ្នឹងវាស្រូបកម្ដៅអញ្ចឹងប្រព័ន្ធនៅពេលដែលវាទទួលកម្ដៅមកវាស្រូបកម្ដៅចូលបានន័យថាគុយវាយើងត្រូវតែយកសញ្ញាបូកចំណែកដែលគុយដែលយើងយកសញ្ញាដកយកអវិជ្ជមាននៅពេលណានៅពេលដែលប្រព័ន្ធហ្នឹងវាបញ្ចេញកម្ដៅចេញទៅវិញណាបញ្ចេញទៅវិញW នេះយកវិជ្ជមាននៅពេលណាគេថានៅពេលដែលប្រព័ន្ធហ្នឹងវាធ្វើឬបំពេញកំណត់បានន័យថាធ្វើកំណត់លើគេបំពេញកំណត់លើគេនៅពេលហ្នឹងប្រព័ន្ធហ្នឹងគឺវាត្រូវតែបូកឲ្យ W វានៅពេលដែល W អវិជ្ជមាននៅពេលណានៅពេលដែលប្រព័ន្ធហ្នឹងវារងឬទទួលកំណត់ពីគេបានន័យថាគេធ្វើកំណត់លើវាអញ្ចឹងវាអ្នករងអញ្ចឹង W របស់វាត្រូវតែអវិជ្ជមានសម្រាប់បម្រែបម្រួលថាមពលក្នុងនេះយើងស្រួលចាំបានន័យថាឲ្យតែឃើញថាមពលក្នុងឃើញពាក្យកើនឡើងដឹងតែ delta U គឺវិជ្ជមានហើយនៅពេលដែលយើងឃើញពាក្យថាថាមពលក្នុងថយចុះដឹងតែ delta U នេះអវិជ្ជមានអញ្ចឹងឥឡូវនេះអ្នកគ្រូមានលំហាត់មួយដើម្បីអនុវត្តទៅលើរូបមន្តច្បាប់ទី1 thermo នេះណាយើងមើលលំហាត់ទាំងអស់គ្នាគេឲ្យយើងគណនាបម្រែបម្រួលថាមពលក្នុងរបស់ប្រព័ន្ធឧស្ម័នក្នុងករណីខាងក្រោមអញ្ចឹងករណីទាំងអស់នេះមាន3ណាមាន3ទី1គេថាបើប្រព័ន្ធស្រូបកម្ដៅ80 Joule យើងដឹងហើយប្រព័ន្ធកាលណាស្រូបកម្ដៅនេះយើងមើលស្រូបកម្ដៅអញ្ចឹងគុយវាកន្លែងហ្នឹងមិនគុយវាកន្លែងហ្នឹងគឺវិជ្ជមានបានន័យថាគុយកន្លែងហ្នឹងវិជ្ជមានព្រោះអីវាស្រូបកម្ដៅអញ្ចឹងយើងយកសញ្ញាបូកណាយកសញ្ញាបូកបន្តមកទៀតគេថាពេលវាធ្វើកំណត់ធ្វើឬបំពេញកំណត់អញ្ចឹងកន្លែងនេះ W យើងយកអីដែរបូកដែរណាករណីទី1សម្រាប់សំណួរខគេថាប្រព័ន្ធស្រូបកម្ដៅ50 Jouleអញ្ចឹងស្រូបកម្ដៅគុយវាបូកប៉ុន្តែគេថាវារងកំណត់អញ្ចឹងនៅពេលដែលវារងកំណត់បានន័យថា W វាកន្លែងនេះយើងយកដកណាយើងយកដកចូលដល់ករណីទី3គេថាកម្ដៅ400 Joule ភាយចេញពីប្រព័ន្ធកម្ដៅភាយចេញពីប្រព័ន្ធបានន័យថាប្រព័ន្ធហ្នឹងអ្នកបញ្ចេញអញ្ចឹងបើប្រព័ន្ធបញ្ចេញកម្ដៅគុយកន្លែងនេះយើងត្រូវយកអីដកណាយើងត្រូវយកដកអវិជ្ជមាននៅពេលដែលមៀតថេយើងដឹងហើយករណីមៀតថេឲ្យតែឃើញពាក្យថាមៀតថេយើងដឹងថាវាអត់បានធ្វើកំណត់ទេអញ្ចឹង W វាស្មើ0ចឹងឥឡូវយើងទៅមើលចម្លើយទាំងអស់គ្នាណាយើងមើលចម្លើយទាំងអស់គ្នាចម្លើយទី1គណនាបម្រែបម្រួលថាមពលក្នុងយើងសរសេរមករូបមន្តគុយស្មើ W បូក delta U តែយើងទាញរក delta U អញ្ចឹងទាញរក delta U យើងបោះ W ចេញមកទៅជាគុយដក W អញ្ចឹងយើងដឹងហើយករណីកគេថាប្រព័ន្ធស្រូបកម្ដៅ80 Jouleអញ្ចឹងមកវាស្រូបកម្ដៅ80 Jouleបានន័យថាគុយវិជ្ជមានអញ្ចឹងយើងយកវិជ្ជមាន80 Jouleបូកយើងមិនបាច់ដាក់សញ្ញាបូកពីមុខទេណាបើដកយើងត្រូវតែដាក់ចំណែកគេថាវាធ្វើកំណត់15 Jouleអញ្ចឹង W យើងវិជ្ជមានដូចគ្នាគឺ15 Jouleអញ្ចឹងយើងបាន delta U យើងជំនួសមកគុយយើង80 W យើង15អញ្ចឹង80ដក15អញ្ចឹងនៅសល់65 Jouleអញ្ចឹងយើងបានបម្រែបម្រួលថាមពលក្នុងករណីកណាករណីក